ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំមកបញ្ចូលសលេងក្នុងឈុតខ្លះនៃរឿងរាជបុត្រឆ្លងភពដូច្នេះសូមបងប្អូនកូនក្មួយទាំងអស់រងចាំស្ដាប់ដូចតទៅលេខាហុងអើនាងទៅណាបាត់ហើយខ្យល់អីបក់លោកស្រីអគ្គនាយិកាមកដល់ទីនេះមានខ្យល់អីគឺខ្ញុំឮចៅប្រុសរបស់ខ្ញុំប្រាប់ថានាងនៅទីនេះទើបខ្ញុំចង់មកមើលដោយផ្ទាល់នឹងណាលោកស្រីអគ្គនាយិកាសូមអញ្ជើញអង្គុយអ្នកមីងមេផ្ទះចាអ្នកនាងសូមអញ្ជើញលើកភេសជ្ជៈមកចាមិនអីទេខ្ញុំអង្គុយទីនេះក៏បានដែរណាឲ្យលឿនឡើងអ្នកមីងមេផ្ទះចាអ្នកនាងលេខាហុងតាមពិតនាងពិតជាស្អាតណាស់ដូចចៅប្រុសខ្ញុំនិយាយមែននាងពិតជាស្អាតអញ្ចឹងតើបាទជាចៅប្រុសខ្ញុំមួយថ្ងៃមកក្រើនរំលឹកខ្ញុំបានឈប់ឈរសោះតាមពិតនាងពិតជាស្អាតមែនអគ្គនាយិកាកុំបញ្ចូលខ្ញុំអីតើអគ្គនាយិកាមកផ្ទះខ្ញុំមានការអីដែរទៅមានការអីគឺខ្ញុំចង់បកគលកិច្ចការងារមួយចំនួនរបស់ក្រុមហ៊ុនដើម្បីឲ្យនាងជួយធ្វើការខ្ញុំឲ្យបានឆាប់នឹងណាឥឡូវនាងអាចទទួលយកបានទេចាអគ្គនាយិកានាងខ្ញុំនឹងជួយដល់អគ្គនាយិកាលោកស្រីអគ្គនាយិកាសូមអញ្ជើញពិសាភេសជ្ជៈអរគុណហើយណាអ្នកមីងមេផ្ទះអាចារ្យលោកស្រីលេខាហុងចាប់តាំងពីថ្ងៃនេះតទៅនាងមិនបាច់ហៅខ្ញុំថាអគ្គនាយិកាស្អីទេនាងហៅខ្ញុំថាលោកយាយទៅបានហើយឬទេចាលោកយាយច្រឡំចាអគ្គនាយិកាលោកយាយខ្ញុំច្រឡំទៀតហើយមិនអីទេហៅយូរទៅនាងនឹងថ្នាក់ជាមិនខានទេណាល្អណាស់ពិតជាល្អដូចចៅខ្ញុំនិយាយមែនលេខាហុងចាលោកយាយហៅអញ្ចឹងបានវាល្អណាចាប់ពីថ្ងៃនេះតទៅយើងនឹងបកគលក្រុមហ៊ុនរបស់យើងឲ្យនាងហើយនឹងចៅប្រុសរបស់យើងចាត់ចែងតែម្ដងណាចាអរគុណហើយលោកយាយអញ្ចឹងយាយត្រឡប់ទៅវិញហើយណាចាសូមអញ្ជើញលោកយាយចាប់ឲ្យបងប្អូនអត់ប្រូលអត់ព្រៀងទុក